មិនខ្វល់ថាមានបញ្ហាអ្វីទេទុកក្នុងប្រព័ន្ធសិនចាំគិតទៀតតែងតែរួចរាល់ហើយលោកម្ចាស់អាចនិយាយបានហើយព្រះនាងពិតជាត្រង់មែនមិនយូរទេនាងនឹងដឹងគ្រប់យ៉ាងដល់ពេលនោះនាងនឹងស្ម័គ្រចិត្តមកខាងយើងជាមិនខានឯងដាក់ថ្នាំពុលមែនហើយក្នុងទឹកតែនោះគឺជាថ្នាំស្នេហ៍ណានចៅដែលខ្ញុំជូនលោកម្ចាស់មិនយូរទេនាងនឹងស្រឡាញ់តែលោកម្ចាស់ម្នាក់គត់ហើយភ្លេចអាំសៀរិទ្យាតអាយុខ្លីនោះទៅល្បិចចាស់គំរើបែបនេះមានតែនាងទេដែលប្រើវាសឹងអានឈីនាងពិតជាមិនកែខ្លួនមែនកែខ្លួនឲ្យខ្ញុំកែខ្លួនរឿងអីកែរឿងដែលខ្ញុំគ្រាន់តែជាកូនស្រីក្រៅច្បាប់មិនអាចចេញមុខបានឬក៏កែរឿងដែលខ្ញុំគ្មានថ្ងៃប្រៀបនឹងនាងដែលជាកូនស្រីច្បងបានខ្ញុំចង់បានអ្វីគ្រប់យ៉ាងគឺត្រូវតែប្រើល្បិចដណ្ដើមយកមកទើបបានសម្រេចសូម្បីតែឋានៈជាស្រីស្នំរាទីយាតរបស់ខ្ញុំក៏ត្រូវរលាយព្រោះតែនាងដែរឥឡូវនាងចង់ធ្វើជាព្រះនាងម្ចាស់រាទីយាតអេយកសពទៅទាំងអស់នេះគឺជារឿងដែលនាងស្វែងរកដោយខ្លួនឯងទេតើនាងចង់បន្ទោសអ្នកណាស្រេចតែនាងនិយាយចុះយ៉ាងណាក៏ដោយចាប់ពីថ្ងៃនេះទៅលោកម្ចាស់នឹងគ្រប់គ្រងគ្រប់យ៉ាងចំណែករាទីយាតរបស់នាងនឹងក្លាយជាសាកសពត្រជាក់ស្ងាត់ចំណែកនាងនឹងក្លាយជាគ្រឿងលេងក្រោមបាតជើងរបស់លោកម្ចាស់ខ្ញុំនឹងចាំមើលនាងត្រូវគេជន់ឈ្លីដោយផ្ទាល់ភ្នែកចាំមើលអ្វីដែលខ្ញុំមិនអាចទទួលបានត្រូវបំផ្លាញចោលលើខ្លួននាងទាំងអស់ស្រីស្នំរបស់ខ្ញុំអាចនឹងមានអារម្មណ៍រំភើបបន្តិចព្រះនាងកុំបារម្ភអីបើនាងព្រមចុះចូលជាមួយខ្ញុំប្រកាសជាមិនទុកឲ្យនាងខាត់បងឡើយខ្ញុំមានអារម្មណ៍វិលមុខណាស់រឿងរៀបការរវាងប្រទេសទាំងពីរជារឿងធំខ្ញុំត្រូវតែត្រឡប់ទៅវាំងវិញជាបន្ទាន់បើមិនដូច្នេះទេនឹងហួសពេលកំណត់ជាមិនខានរាទីយាតប្រកាសជាខឹងខ្លាំងណាស់ព្រះនាងកុំបារម្ភអីខ្ញុំបានឲ្យគេរៀបចំមនុស្សជំនួសនាងនៅក្នុងវាំងហើយបងប្រុសរាទីយាតដ៏ល្អរបស់ខ្ញុំប្រហែលជាកំពុងប្រញាប់ចូលបន្ទប់សំដំណេកហើយមើលទៅលោកម្ចាស់លោកចង់បានអ្វីក៏បានសម្រេចដែរថ្នាំស្នេហ៍នេះនឹងមិនធ្វើបាបនាងទេផ្ទុយទៅវិញវានឹងធ្វើឲ្យនាងស្ដាប់បង្គាប់លោកគ្រប់យ៉ាងខ្ញុំសូមចេញទៅចាំខាងក្រៅសិនស្រីស្អាតតាមខ្ញុំមកសម្រាកទៅពេលខ្ញុំឡើងគ្រងរាជខ្ញុំនឹងតែងតាំងនាងជាស្នំឯកឬក៏ជាមហេសីក៏បានប្រាប់ខ្ញុំមកតើកន្លែងអាថ៌កំបាំងរបស់នាងនៅឯណាហើយទ្រព្យសម្បត្តិទាំងនោះទៅណាអស់ហើយលោកម្ចាស់ចូលមកចិត្តនេះមកខ្ញុំនឹងប្រាប់លោកកន្លែងអាថ៌កំបាំងរបស់ខ្ញុំគឺពូកែខាងសម្លាប់មាន់បំផុតសម្លាប់មាន់គ្មានវាទេក៏នៅតែអាចដោះស្រាយបានដែរនរណាក៏បានមកចាប់នាងឲ្យបានសឹងស៊ីនឈីអញហ៊ានប៉ះពាល់នាងផងបងប្រុសនៅក្នុងនេះមានធូបស្នេហ៍ប្រយ័ត្នខ្លួនសឹងស៊ីនឈឺអញមិនក៏នៅទីនេះអញមិនមែនកំពុងធ្វើដំណើរទៅទទួលប្អូនស្រីអញទេហេចង្រៃពិតមែនភរិយាខ្លួនឯងធ្វើម៉េចនឹងច្រឡំបានទៅល្អណាស់ទោះបីជាធូបស្នេហ៍មិនត្រូវក៏ដោយពួកឯងទាំងពីរនាក់ត្រូវតែស្លាប់ពិតជាគូស្នេហ៍ដ៏ល្អមែនក្នុងពេលដែលមិនចេះដឹងខ្យល់អីបែបនេះអីចឹងក៏ទៅធ្វើជាខ្មោចប្តីប្រពន្ធនៅក្រោមដីទៅ